ទស្សនីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានវិធានបទមួយដែលចង់លើកមកបញ្ចេញលេងជាមួយបងប្អូនបន្តិចតាក់ទងជាមួយនឹងការប្រើប្រាស់ laptop ណាដោយសារមួយរយៈនេះខ្ញុំមាន laptop ជាច្រើនប្រភេទដែរជួនក៏មាន laptop gaming laptop ជួនកាលក៏មាន business laptop ហើយជួនកាលក៏មានប្រភេទដែល special laptop ដូចជា gaming កម្រិតខ្ពស់ឬក៏ business laptop ដែល premium ដូចជា MacBook អីជាដើមអញ្ចឹងណាហើយខ្ញុំបានជួបអតិថិជនជាច្រើនដែលគាត់សួរនឹងជាមួយខ្ញុំតើតើមួយព័ត៌មាន laptop ផ្សេងៗហើយរវាងក្នុងការរបៀបក្នុងការជ្រើសរើសការងារដែលគាត់ស័ក្តិសមចំពោះគាត់បងប្អូនខ្ញុំចង់បញ្យល់បងប្អូនចំណុចនេះបន្តិចការប្រើប្រាស់ laptop គឺជាអ្វីមួយដែលយើងថាការងារចាំបាច់ final ការងារសម្រាប់យើងបានប្រយោជន៍ចេញពី laptop វិញអញ្ចឹងការប្រើប្រាស់ laptop ការជ្រើសរើសវាចាំបាច់សំខាន់ព្រោះខ្ញុំសង្កេតឃើញថាបងប្អូនខ្លះគាត់អ្នកធ្វើការសិស្សសាលារៀនទេប៉ុន្តែបែរជាគាត់ជ្រើសរើស laptop ទៅភាគច្រើនទៅជាប្រភេទ gaming laptop ទៅវិញខ្ញុំមិនដឹងថាដោយសារតែគាត់ត្រូវការដំណើរលេងហ្គេមច្រើនឬក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំឃើញថាគាត់ជ្រើសរើសបែបហ្នឹងវាអត់សូវល្អសម្រាប់នឹងអ្វីដែលគាត់កំពុងតម្រូវការជាក់ស្ដែងហើយនឹងអ្វីដែលគាត់ប្រើប្រាស់ជាក់ស្ដែងវាខុសទាំងស្រុងព្រោះអីព្រោះអី gaming laptop គឺជាអ្នកមិនជាប្រភេទលេងlaptop ដែលត្រូវការបងប្អូននឹងត្រូវការប្រើប្រាស់វាខ្លាំងមានន័យថាម៉េចតើតើបងប្អូនត្រូវការយកទៅ render វីដេអូលេងហ្គេមកម្រិតធំឬក៏អឺត្រូវការគូប្លង់ដែលមានលក្ខណៈស្មុគស្មាញណាបានជាគួរតែប្រើប្រាស់ប្រភេទ gaming laptop តែបើសិនជាបងប្អូនរៀនសូត្រប្រើ Microsoft Office ប្រើ Zoom ប្រើ Word Excel អាចថា design ខ្លះទៅលើ CapCut ឬក៏ទៅលើសំបីទៅ Adobe edit ផ្នែកខាងគេហៅយើងហៅទូទៅហៅថាម៉េចអឺយើងធ្វើរាល់ថ្ងៃយើងចែកនិយាយថា Photoshop ធម្មតាក៏បច្ចុប្បន្ននេះគឺក៏មិនចាំបាច់ទៅប្រើដល់ gaming laptop ទេព្រោះ Photoshop design ត្រឹមតែអឺរូបភាពធម្មតាអីហ្នឹងគឺប្រភេទ business laptop បច្ចុប្បន្នគឺវាអាចធ្វើបានយ៉ាងងាយស្រួលតែម្ដងយើងមិនបាច់ចាំទៅដល់ gaming laptop ផងព្រោះ chip សម័យឥឡូវនេះគឺគេអភិវឌ្ឍខ្លាំងណាស់អញ្ចឹងបើការងារធម្មតាមិនមែនជាប្រភេទ render វីដេអូឬក៏ design ធំទេយើងមិនចាំត្រូវការប្រើអីទេទៅលើ gaming laptop នោះយើងប្រើត្រឹមតែ business laptop គឺយើងប្រើអត់អស់ផងបាទមូលហេតុអីបានជាខ្ញុំនិយាយអញ្ចឹងព្រោះខ្ញុំឃើញភាគច្រើនមនុស្សតែងតែចង់បាន gaming laptop ប៉ុន្តែដូចខ្ញុំធ្វើការជាក់ស្ដែងនេះខ្ញុំនិយាយដោយសារខ្ញុំដកបទពិសោធន៍ជាក់ស្ដែងដូចគ្នានេះខ្ញុំលើកឲ្យមើលហើយខ្ញុំប្រើ gaming laptop ខ្ញុំប្រើ gaming laptop មកខ្ញុំប្រើរាល់ថ្ងៃខ្លួនឯងតែការងារដែលខ្ញុំធ្វើខ្ញុំធ្វើការងារ office យក gaming laptop មកធ្វើការងារ office ដែលកៅផ្ទុយជាមួយនឹងភាពតម្រូវការចាំបាច់ណាបាទតែដោយសារខ្ញុំត្រូវការនេះអាគីខាងស្ដាំនេះខ្ញុំត្រូវការបញ្ចូលលេខទិន្នន័យច្រើនអញ្ចឹងខ្ញុំត្រូវការស្ដាំហ្នឹងខ្ញុំបក gaming laptop មកប្រើប្រាស់ប៉ុន្តែនៅពេលដែលខ្ញុំប្រើការជាក់ស្ដែងនៅពេលដែលខ្ញុំប្រើ spec ដែលមិនមែនជា business laptop ការងារខ្ញុំធ្វើការដូចធម្មតាដូចជាមួយ business laptop ប៉ុន្តែវាបញ្ហារឿងថ្មគឺអានេះតែ1ម៉ោង2ម៉ោង2ម៉ោងកន្លះគឺអស់ថ្មលេងខ្ញុំត្រូវបតោងស្រោមរហូតហើយ key ដែលប្រើប្រាស់ជាមួយនឹង gaming laptop គឺវាអត់ងាយស្រួលសម្រាប់នឹងយើងវាយឯកសារលឿនទេហើយ multi-casting មួយចំនួនក៏វា slow ដែរដោយសារអីដោយសារ gaming laptop គឺជាតម្រូវការម៉ាស៊ីនដែលខ្លាំងរត់ជាមួយនឹងការងារខ្លាំងអញ្ចឹងគេត្រូវការងារមួយចំនួនវាត្រូវការដំណើរការម៉ាស៊ីនឲ្យស្រួលហើយដើម្បីដំណើរការទៅលើកម្មវិធីដែលត្រូវប្រើហ្នឹងប៉ុន្តែខ្ញុំប្រើហ្នឹងគឺប្រើលក្ខណៈការងារធម្មតាអញ្ចឹងដល់ពេលរត់ទៅលើ gaming laptop យើងត្រូវ waiting វាអត់លឿនទេវាត្រូវ waiting បន្តិចព្រោះម៉ាស៊ីនដូចខ្ញុំឧទាហរណ៍ថាម៉ាស៊ីនដែលខ្លាំងគេត្រូវការគេហៅថាគេត្រូវការយក along អញ្ចឹងណា along ដើម្បីឲ្យវាទៅខ្លាំងបានអញ្ចឹងវាត្រូវការចាំបន្តិចអញ្ចឹងដល់ពេលការងារខ្ញុំ multi tasking សម្រាប់ធ្វើឯកសារផ្សេងអត់ត្រូវទេខ្ញុំត្រូវការបើកមកធ្វើការងារលឿនតែម្ដងដល់ពេលអញ្ចឹងខ្ញុំបានយកដោយសារខ្ញុំមាន gaming laptop មួយហើយនិង business laptop មួយឃើញទេពីរនេះដល់ពេលខ្ញុំយកមកផ្ទឹមគ្នាការប្រើប្រាស់ទូទៅការងារដែលខ្ញុំធ្វើការហ្នឹងអានេះលឿនជាងម៉ាស៊ីនអានេះខុសត្រូវគ្នាខ្លាំងណាស់អានេះ RTX 30អានេះ integrate ប្រើ Intel ឯងហើយប្រើនេះ
អឺនេះ Inter Iris បាទហើយ Core i7 បើការងារធម្មតាមកអានេះលឿនជាងឆ្ងាយអានេះត្រូវការរងចាំអញ្ចឹងតែគ្រាន់ថានេះខ្ញុំចាំបាច់ត្រូវការ key អញ្ចឹងបាទខ្ញុំចង់ប្រាប់បងប្អូនថាជ្រើសរើស laptop ត្រូវដឹងពីតម្រូវការយើងប្រើជាក់ស្ដែងបើសិនជាបងប្អូនអ្នកសិស្សសាលាអ្នកធ្វើការអ្នករកស៊ីអ្វីក៏ដោយដែលមិនពាក់ព័ន្ធជាមួយនឹងការ render វីដេអូលំដាប់ 4K កម្រិត 4K ខ្ញុំបញ្ជាក់ច្បាស់តើ render ដល់ 4K ហើយនឹងការ design កម្រិតធ្ងន់ចាំបងប្អូនជ្រើសរើសអានេះយកទៅប្រើនេះបាទតែគ្រាន់តែត្រឹមថាអូបងប្អូន design ធម្មតាទៅ Microsoft Photoshop ធម្មតារូបភាពវីដេអូត្រឹម CapCut ថតមក edit ប៉ុណ្នេះហើយធ្វើការក្រៅពីហ្នឹងធ្វើការ online ធ្វើការអីទេកុំយកអានេះអីថ្មតិចម៉ោងអានេះបាន12 3ម៉ោងអីទេអានេះ8ទៅ12ម៉ោងអ្នកផុយអូនណាបងប្អូនកាន់ទៅហាងកាហ្វេក៏ធ្វើការទៅអស់ថ្មដែរហើយភាពងាយស្រួលលឿនរហ័សបាទកុំប្រើអានេះអីអានេះខ្ញុំ recommend សម្រាប់អ្នកគាត់មានបំណងក្នុងការធ្វើហើយបើអ្នកលេងហ្គេមហើយបើសិនជាអ្នកចំអ្នកលេងហ្គេមមកកុំតែប្រើអានេះដែរអាហ្នឹងគឺមិនមែនសម្រាប់អ្នកលេងហ្គេមអាជីពអីទេគឺលេងហ្គេមសម្រាប់តែ2 3ម៉ោងអីទេបងប្អូនលេងហ្គេម14 5ម៉ោងក៏ខ្លាញ់អាហ្នឹងដែរក៏អត់ល្អតែយកលុយទៅបំផ្លាញអញ្ចឹងគឺអ្នកដែលលេងហ្គេមខ្លាំងអ្នកដែល render វីដេអូខ្លាំងទៅ build គឺ build PC ទៅលេងហ្គេមហើយនឹង build PC ទៅសម្រាប់ render វីដេអូឬក៏ design ខ្នាតធំ design ខ្នាតធំដែលខ្ញុំចង់និយាយហ្នឹងគឺ design មិនអ្នកដែល design ប្លង់អាគារធំជាន់ណាបាទឬក៏អ្នកដែលធ្វើនៅក្នុងការងារដែលមានលក្ខណៈស្មុគស្មាញខ្លាំងទៅការ chip ដូចជា chip 37 40 60អីចឹងទៅដើម្បីទៅការបំបែកកូដច្រើនដើម្បីលឿនចឹងអាហ្នឹងគេយកអាហ្នឹងឬក៏ប្រភេទដែលអ្នក render វីដេអូកម្រិត 4K ទៅការម៉ាស៊ីនក្នុងការ render ខ្លាំងអាហ្នឹងគេយកអាហ្នឹងទៅប្រើទៅហើយតែបើសិនខ្ញុំបងប្អូនត្រឹមធម្មតាថតដូចខ្ញុំទេពងថតវីដេអូឲ្យថតផុសត្រឹមប៉ុណ្ណឹងតែខ្ញុំពងធ្វើវីដេអូឲ្យបងប្អូននេះបងប្អូនប្រើប៉ុណ្នេះអត់អស់ទេអត់អស់សមត្ថភាពវាទេព្រោះ integrate បច្ចុប្បន្ននេះគឺខ្លាំងណាស់ M1 ដូចរបស់ MacBook M1 ប្រភេទ Air ក៏ដោយក៏ប្រើបានដែរអត់បាច់ដល់ Pro ទេក៏ smooth ការងារបងប្អូន smooth ទេព្រោះពេលច្រើនខ្ញុំឃើញឥឡូវពេលច្រើនតាម trend អត់ទៅយល់ពីតម្រូវការជាក់ស្ដែងដល់ពេលអញ្ចឹងបងប្អូនខាត់លុយច្រើនហើយខាត់លុយមិនជាមធ្យមទេណាទី2វាអត់ត្រូវគោលដៅការងារខ្លះពងធ្វើការងារដូចខ្ញុំអ្នកធ្វើការម្ដង 3 4 ម៉ោងក្នុងម្ដងធ្វើការម្ដង 2 3ម៉ោងគ្រប់គ្នាអញ្ចឹងហ្មង4ទៅ5ម៉ោងជួនកាលហ៊ានទៅប្រើ gaming laptop អត់យកសាំងសាកដូចដោតទៅជាមួយទេចាប់ឲ្យការងារថ្ងៃហ្នឹងគឺស្ទះហើយអត់ចេញទេតើតែមានទៅអង្គុយ office ធ្វើហ្មងក្នុងធ្វើការប៉ុន្តែបើសិនជាប្រភេទ laptop ដែលមិនមែនជា gaming ប្រភេទbusiness វិញខ្ញុំធ្វើការនៅ home cafe 4 5ម៉ោងបើល្ងាចក៏អត់អស់ទៅណាដែរអញ្ចឹងអានេះវាជំរឿនល្អជាងអញ្ចឹងតែគាត់ថាអ្វីទាំងអស់វាផ្សាយលើបងប្អូនឯងការគិតពិចារណាជ្រើសរើសមួយណាតែបើដូចខ្ញុំនិយាយអញ្ចឹងព្យាយាមបងប្អូនគិតថាអ្វីដែលស័ក្តិសមសម្រុះចំពោះខ្លួនឯងតែប្រាស់អានេះខ្ញុំបញ្ចេញយោបល់នេះដោយសារខ្ញុំជាអានឹងជាគំនិតដោយផ្ទាល់ខ្លួនរបស់ខ្ញុំឯងក្នុងការចែកលេខទៅกับបងប្អូនព្រោះខ្ញុំមួយរយៈនេះខ្ញុំប្រើពីរហ្នឹងមកខ្ញុំមានអារម្មណ៍ថាខុសគ្នាឆ្ងាយបើឲ្យខ្ញុំប្រើការងារខ្ញុំចូលចិត្តប្រើជា business laptop ជាងវា flexible ងាយស្រួលលឿនរហ័សការងារច្រើនងាយស្រួលហើយយើងប្រើប្រចាំថ្ងៃដូចទូរស័ព្ទអញ្ចឹងព្រោះអានេះហើយខ្ញុំបញ្ជាក់មួយទៀតប្រភេទ integrate បច្ចុប្បន្នណាដំណើរការវាលឿនលឿនដូចទូរស័ព្ទដៃអញ្ចឹងបងប្អូនគ្រាន់តែបើក laptop មកចូលផ្លាប់មកហើយ scan នេះ scan ចូលភ្លាមការងារបើកធ្វើភ្លាមហ្មងអាហ្នឹងគឺជាចំណុចពិសេស integrate វាដូចដល់បងប្អូនកាន់ទូរស័ព្ទដៃប្រើអញ្ចឹងរាល់ថ្ងៃវាលឿនដល់ថ្នាក់ហ្នឹងហើយសួរប្រភេទ gaming បើកអញ្ចឹងបានអត់បើបានទេអត់បើអញ្ចឹងបានទេដោយសារវាអីម៉ាស៊ីនវាខ្លាំងវាទៅការកម្លាំងក្នុងការយោងវាទៅដំណើរការតវាជក់ម៉ាស៊ីនបានវាលឿនកើតអាហ្នឹងងាយស្រួលក្នុងការបញ្យល់ណាអញ្ចឹងអាហ្នឹងខ្ញុំគិតថាបងប្អូនជ្រើសរើសឲ្យត្រូវធម្មតាដែរតម្លៃខុសគ្នាឆ្ងាយដែរប្រភេទ business laptop ថ្លៃយ៉ាងច្រើនបំផុតជាង 1000 ឯស្ដើងហ្នឹងមានប្រើតែបើ gaming laptop ដល់ 2K 1K កន្លះអីបានវាមកអែមពេញចិត្តអញ្ចឹងណាអញ្ចឹងយើងគិតដែរធ្វើជ្រើសរើសរបស់ដែលត្រូវលក្ខណៈខ្លួនឯងយើងអាចប្រើវាបានយូរព្រោះ laptop ខ្ញុំជាម្ដងហើយម្ដងទៀត laptop គឺជាប្រភេទដែល final ការងារបងប្អូនធ្វើការរកលុយទាំងអស់ការងារចុងក្រោយគឺជាមួយអានេះហើយ laptop ដើម្បី complete assignment ឬក៏ complete ការងារ task ទៅឲ្យអតិថិជនឬក៏ជា client របស់ខ្លួនឯងអានេះជាការងារ final របស់បងប្អូនយកលុយពីភ្ញៀវបានសារនេះ
មិនមែនទូរស័ព្ទទេអញ្ចឹងសូមជ្រើសរើសអ្វីបានត្រឹមត្រូវព្រោះអានេះអាច make money របស់បងបានបាទថ្ងៃនេះខ្ញុំមានតែកំណត់ប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ